បងប្អូនដែលឃើញអេបដែលគេប្រើនៅក្នុងកាមេរ៉ាដែលគេលាបលេការពារកម្ដៅថ្ងៃហើយគេឆ្លុះមើលនៅក្នុងអេបហ្នឹងទៅឬក៏កាមេរ៉ាគេហៅកាមេរ៉ា UV ណាហើយតែដឹងឃើញមុខយើងខ្មៅអញ្ចឹងមានន័យថាវាអាចការពារស្បែកយើងបានទាំងអស់ហើយមិនថាខ្មែរមិនថាបរទេសទេគេចូលចិត្តប្រើកាមេរ៉ា UV ហ្នឹងមកផ្សព្វផ្សាយលេការពារកម្ដៅថ្ងៃគេខ្លាំងមែនតើបងប្អូនកាមេរ៉ា UV អត់ design សម្រាប់ធ្វើតេស្តលេការពារកម្ដៅថ្ងៃសមត្ថភាពនៃការការពាររបស់លេការពារកម្ដៅថ្ងៃមកលើស្បែកយើងទេកាមេរ៉ា UV គេប្រើគ្រាន់តែឲ្យយើងអាចដឹងថាតើលេការពារកម្ដៅថ្ងៃហ្នឹងយើងលាបចិត្តនៅជួនកាលបើសិនជានៅកន្លែងខ្វះនៅកន្លែងច្រមុះអីចឹងទៅឬក៏ខ្វះចន្លោះច្រមុះអីចឹងទៅធ្វើឲ្យយើងមើលទៅអត់ទាន់ល្ងិតទេអញ្ចឹងយើងអាចវាស់បានណាព្រោះថាភ្នែករបស់យើងមិនអាចមើលឃើញ UV បានទេយើងមើលឃើញពន្លឺតែយើងមើលអត់ឃើញ UV ទេហើយអាកាមេរ៉ារបស់យើងមិនថាមុខមិនថាក្រោយទេគឺវាអាចចាប់បានតែ wavelength ដែលវែងនោះទេ wavelength ខ្លីគឺវាចាប់អត់បានទេ